បាទថ្ងៃនេះនៅមន្ទីរពេទ្យខេត្តត្រវិញបានធ្វើពិធីចែកនៅបាយទឹកហ្នឹងហើយឬក៏បបរជូនទៅដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យអញ្ចឹងទេញាតិសាច់សាឡហិតកំពុងតែឆោត្រៀបត្រាណានៅរោងកន្លែងដែលចែកបាយបន្តិចទៀតហ្នឹងហើយមានអ្នកសប្បុរសចែកបាយម្ហូបជូនទៅដល់អ្នកជំងឺហើយនិងអ្នកថែជំងឺហើយថ្ងៃនេះខ្ញុំបាទក៏បានមកដល់មន្ទីរពេទ្យហើយក៏បានថតលទ្ធភាពចែកជូនដល់បងប្អូនបានឃើញទស្សនានឹងការចែកទានទៅដល់សប្បុរសជនទាំងឡាយកំពុងតែឲ្យទានហ្នឹងហើយណាអ្នកកំពុងតែឆោណាហើយគ្រូក៏បានមកអឺទៅវៀតណាមក៏បានថតពីនៅខេត្តត្រវិញដែលយើងហៅថាខេត្តព្រះតាពាំងហ្នឹងខេត្តព្រះតាពាំងណាខេត្តត្រវិញហ្នឹងហើយមន្ទីរពេទ្យនៅក្នុងខេត្តត្រវិញហ្នឹងគឺធំណាស់មន្ទីរពេទ្យថ្មីធំហើយអ្នកជំងឺហ្នឹងគឺមានគ្រប់ប្រភេទនឹងឲ្យឈឺជំងឺធ្ងន់ជំងឺស្រាលអីគ្រប់សពបែបយ៉ាងមន្ទីរពេទ្យវាធំណាស់គឺធំគំស្កាយសង់នៅលើទឹកដីដ៏ធំទូលាយណាអាកាសធាតុក៏ល្អបរិសុទ្ធអាកាសធាតុល្អបរិសុទ្ធហ្នឹងហើយមានដើមឈើទូចធំមើលតាមវីដេអូដែលខ្ញុំបាទថតគឺឃើញហើយដើមឈើទូចធំដើមមានផ្កាគ្រប់សពបែបយ៉ាងអស់ឥឡូវកំពុងតែឆោត្រៀបត្រារងចាំនៅការតិចទៀតបានចែកទៀតអូឆោតម្រង់ជួរណាឆោជាជួរដើម្បីចែកទៀតហើយពីលើនេះម៉ោងប្រហែល7:03ហើយម៉ោង2:03ហើយត្រៀមចែកនៅបាយទឹកដល់អ្នកជំងឺតែមិនដឹងថានៅស្រុកយើងនៅមន្ទីរពេទ្យស្រុកខ្មែរយើងមានបានចែកបាយចែកទឹកញឹកញាប់ដូចស្រុកវៀតណាមទេអត់ទេណាតែបើថានៅវៀតណាមគឺញឹកញាប់ហ่ะខេត្តព្រះតាពាំងតែវិញនេះ2 ថ្ងៃ 3 ថ្ងៃគឺចែកម្ដង2 ថ្ងៃ 3 ថ្ងៃគឺចែកម្ដងវាចែកញឹកញាប់ណាបាទគឺណាចែកពេលព្រឹកភាសាទៅដល់ពេលល្ងាចភាសាទៅបាទចែកញឹកញាប់ហ្នឹងការចែកចម្លែកពីការបរិច្ចាគទានធនធានដែលខ្លួនមានទ្រព្យសម្បត្តិគឺទៅដល់អ្នកកំសត់អ្នកឈឺអ្នកអត់ខ្លួនបានមិនបានសំខាន់ណាស់ក៏បានសម្ដែងថាទានអភិយការបរិច្ចាគទានឯងសិលសិលវិយៈការរក្សាសិលសិលមានឋានៈសិល5ចឹងទៅដល់មានសិល8សិល10តាមឋានៈសិលចឹងហើយមួយឋានៈទៀតគឺភាវនាវិយៈការភាវនាណាពុទ្ធគុណធម៌គុណមានពុទ្ធទេធម្មទេសង្ឃឥឡូវកំពុងតែឆោតចាំទាំងមកដល់មកហើយខ្ញុំសូមស្លេះទៅចឹងពេលចែកចឹងទៅថតបន្ថែមទៀតថតបង្ហាញបន្ថែមទៀតនៅប្រតិភិបនឹងការចែកទានបាយទឹកជូនទៅដល់អ្នកថែជំងឺអ្នកជំងឺកំពុងតែព្យាបាលទីពេទ្យបាទសូមអរគុណសូមជម្រាបលា